វីដេអូមួយនេះផ្ញើជូនសម្រាប់អ្នកដែលទៅលេងផ្ទះគេជាញឹកញាប់បាទในทางមិត្តភ័ក្តិយើងអញ្ចឹងណាឬក៏អ្នកមុខអ្នកការអញ្ជើញយើងទៅលេងផ្ទះគាត់យើងជាភ្ញៀវអញ្ចឹងទោះបីជាយើងស្និទ្ធស្នាលជាមួយម្ចាស់ផ្ទះប៉ុណ្ណាក៏ដោយគឺកុំធ្វើរឿង3យ៉ាងនេះឲ្យសោះទោះស្និទ្ធស្នាលប៉ុណ្ណាក៏ដោយពេលទៅលេងផ្ទះគេកុំធ្វើរឿង3យ៉ាងនេះប្រយ័ត្នម្ចាស់ផ្ទះលេងហៅមកលេងបើចង់ឲ្យរក្សាទំនាក់ទំនងបានល្អទៅលេងម្ដងហើយគេចង់ឲ្យយើងទៅលេងទៀតហ្នឹងហើយកុំធ្វើរឿង3យ៉ាងនេះកុំលមាស់ដៃលមាស់ជើងកុំលមាស់មាត់ណាបងប្អូនអញ្ចឹងចង់ដឹងថារឿង3យ៉ាងដែលមិនគួរធ្វើនៅពេលដែលយើងទៅលេងផ្ទះគេមានអ្វីខ្លះតោះចូល share ចូលស្ដាប់ខ្ញុំបាទនឹងលម្អិតជូនបាទដូចតទៅបុរាណបានប្រាប់កូនចៅរបស់ខ្លួនពេលមកដល់ផ្ទះអ្នកផ្សេងកុំឲ្យអ្នកប្រើអ្វីតាមអំពើចិត្តនៅក្នុងសង្គមវៀតណាមការអញ្ជើញភ្ញៀវមកទទួលទានអាហារនិងទៅលេងផ្ទះរបស់អ្នកគឺជាប្រពៃណីទូទៅនិងបង្ហាញពីការរាក់ទាក់ដូច្នេះហើយនៅពេលដែលអ្នកត្រូវបានគេអញ្ជើញឲ្យទៅលេងផ្ទះរបស់អ្នកក្នុងឱកាសបុណ្យទានតើអ្នកប្រព្រឹត្តត្រឹមត្រូវនិងបង្ហាញការគោរពនិងគួរសមដោយរបៀបណាក្នុងនាមជាភ្ញៀវគួរសមវាសំខាន់ណាស់ក្នុងការបង្ហាញពីគុណសម្បត្តិនិងសុចរិតភាពផ្ទាល់ខ្លួនទោះជាយ៉ាងណាក៏ដោយវាក៏មានច្បាប់នៃអាកប្បកិរិយាដែលអ្នកគួរអនុវត្តតាមដើម្បីជៀសវាងការបង្កភាពមិនស្រួលឬការយល់ច្រឡំដល់ម្ចាស់ផ្ទះនេះគឺជារឿង3យ៉ាងដែលអ្នកជំនាញណែនាំអ្នកមិនឲ្យធ្វើពេលទៅលេងផ្ទះអ្នកផ្សេងទោះទំនាក់ទំនងជិតស្និទ្ធប៉ុណ្ណាក៏ដោយការបំពានច្បាប់ទាំងនេះមិនត្រឹមតែធ្វើឲ្យម្ចាស់ផ្ទះមិនពេញចិត្តប៉ុណ្ណោះទេប៉ុន្តែក៏អាចធ្វើឲ្យពួកគេមានអារម្មណ៍អាក់អន់ចិត្តផងដែរទី1កុំប៉ះពាល់របស់អ្នកដទៃដោយចេតនាផ្ទះនីមួយគឺជាកន្លែងឯកជនហើយមានកន្លែងនិងរបស់របរដែលមិនអាចចែករំលែកជាមួយអ្នកខាងក្រៅវាជាកន្លែងនៃការបញ្ចេញមតិផ្ទាល់ខ្លួននិងវត្ថុឯកជនមួយចំនួនដូច្នេះក្នុងនាមជាភ្ញៀវមិនថាទំនាក់ទំនងរបស់អ្នកជាមួយម្ចាស់ផ្ទះជិតស្និទ្ធប៉ុណ្ណាទេអ្នកមិនគួរប៉ះឬរើរបស់របរគេដោយបំពានឡើយនេះមិនត្រឹមតែរំខានប៉ុណ្ណោះទេវាថែមទាំងអាចបំផ្លាញការទុកចិត្តនិងបំផ្លាញមិត្តភាពផងដែរការគោរពឯកជនភាពរបស់អ្នកដទៃគឺជាគោលការណ៍សំខាន់មួយនៅពេលអ្នកធ្វើជាភ្ញៀវទី2កុំចង់ដឹងចង់ឃើញពេកអំពីរឿងគ្រួសារឯកជនរបស់អ្នកដទៃនៅពេលទៅលេងផ្ទះរបស់នរណាម្នាក់ការរក្សាចម្ងាយនិងការគោរពគឺចាំបាច់ណាស់កុំឆ្ងល់ពេកឬជ្រិតជ្រែកក្នុងកិច្ចការឯកជនរបស់គ្រួសារពួកគេការសួរអំពីស្ថានភាពគ្រួសារចំណូលហិរញ្ញវត្ថុឬបញ្ហាផ្ទាល់ខ្លួនគឺមិនសមរម្យហើយអាចធ្វើឲ្យម្ចាស់ផ្ទះមានអារម្មណ៍មិនល្អគោលបំណងនៃការមកលេងគួរតែមានពេលវេលាល្អនិងបង្កើតទំនាក់ទំនងគ្នាមិនមែនដើម្បីលួចឬយករឿងផ្ទាល់ខ្លួនរបស់ម្ចាស់ផ្ទះទៅចែករំលែកឡើយការគោរពកន្លែងផ្ទាល់ខ្លួនរបស់ម្ចាស់ផ្ទះនឹងធ្វើឲ្យការមកលេងរបស់ភ្ញៀវកាន់តែមានផាសុកភាពនិងមានន័យទី3អំណោយបន្តិចបន្តួចពេលអញ្ជើញទៅផ្ទះអ្នកដទៃការនាំយកអំណោយបន្តិចបន្តួចគឺជាកាយវិការគួរសមតិចតួចបំផុតមិនត្រឹមតែបង្ហាញពីការគោរពប៉ុណ្ណោះទេប៉ុន្តែក៏បង្ហាញថាអ្នកពេញចិត្តចំពោះការអញ្ជើញនិងការយកចិត្តទុកដាក់ចំពោះម្ចាស់ផ្ទះផងដែរអំណោយមិនចាំបាច់ថ្លៃពេកទេវាអាចគ្រាន់តែជាភួងផ្កាដបស្រាឬប្រអប់សូកូឡាដែលជារបស់តូចៗប៉ុន្តែពោពេញទៅដោយភាពស្មោះត្រង់វាជាការគិតគូរនេះដែលនឹងធ្វើឲ្យម្ចាស់ផ្ទះមានអារម្មណ៍សប្បាយរីករាយគោរពនិងដឹងគុណចំពោះវត្តមានរបស់អ្នក